Ok,អ្នកទាំងអស់គ្នាប្រកាសជាដឹងហើយពីស្ពានថ្នល់អគារធំៗដែលបានសាងសង់ក្នុងពេលបច្ចុប្បន្ននេះគឺសុទ្ធសឹងតែសាងសង់ពីបេតុងទាំងអស់ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថាបេតុងទាំងអស់ហ្នឹងមានប្រវត្តិនិងការបង្កើតតាំងពីពេលណាមកថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីប្រវត្តិនៃការបង្កើតសម្ភារៈសំណង់ដ៏អស្ចារ្យមួយគឺបេតុងដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតអគារធំៗនិងសំណង់ទំនើបៗក្នុងពេលបច្ចុប្បន្ននេះប្រហែលជា4000ទៅ5000ឆ្នាំមុនជនជាតិអេស៊ីបូរ៉ាណនិងមេសូប៉ូតាមីបានបង្កើតរបាយមួយដូចទៅនឹងបេតុងក្នុងពេលបច្ចុប្បន្នហ្នឹងគឺដើម្បីសាងសង់ប្រាសាទនិងប៉មបន្ទាប់មកនៅសម័យរ៉ូម៉ាំងបុរាណប្រហែលជា300ទៅ400មុនគ្រិស្តសករាជពួកគេក៏បានបង្កើតបេតុងមួយដែលមានភាពល្អប្រសើរជាងមុនគឺវាមានភាពរឹងមាំជាងមុនអីចឹងទៅដែលធ្វើឲ្យពួកគេបានបង្កើតប្រាសាទឬមួយក៏ប៉មផ្សេងៗដែលមានភាពរឹងមាំរហូតដល់ពេលសពថ្ងៃដែលយើងឃើញផងដែរប៉ុន្តែបេតុងដែលយើងប្រើសប្តាហ៍ថ្ងៃហ្នឹងគឺមិនមែនជាបេតុងប្រភេទអស់ហ្នឹងទេគឺជាបេតុងដែលបង្កើតឡើងនៅសតវត្សទី18នៅឆ្នាំ1756 John Smithson បានបង្កើតកំបោរដែលធ្វើឲ្យបេតុងមានភាពរឹងមាំហើយបន្ទាប់មកទៀតនៅឆ្នាំ1824 John Set Asdin បានបង្កើត Portland Cement ដែលคล้ายទៅជាគ្រឿងផ្សំដ៏សំខាន់នៃបេតុងទំនើបអញ្ចឹងពេលដែលគាត់សំយោគពីបេតុងនីមួយៗផ្សេងៗហើយនៅឆ្នាំ1824ហ្នឹងគឺគាត់បានបង្កើតបេតុងដែលជាផ្លូវការដែលយើងប្រើប្រាស់ក្នុងពេលសប្តាហ៍ថ្ងៃហ្នឹងដូចនេះបេតុងគឺជាសម្ភារៈដ៏សំខាន់មួយហើយបង្កើតតាំងពី5000ឆ្នាំមុនហើយបានអភិវឌ្ឍរហូតដល់ពេលសប្តាហ៍ថ្ងៃនេះយើងអាចសាងសង់អគារផ្សេងៗដូចជាស្ពានបង្កើតទីក្រុងទំនើបធ្វើឲ្យពិភពលោកឈានទៅដល់កម្រិតពីមួយកម្រិតទៅមួយកម្រិតផងដែរបើសិនបើអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like Subscribe ដើម្បីមិនឲ្យខកខាននៅវីដេអូថ្មីៗទៀតសូមអរគុណ